មេភូមិឆាប់មើលទីនេះមានទូយកទឹកនៅទីនេះវាងជៀនហួរឯងពិតជាថ្លើមធំមែនហ៊ានលួចបូមទឹកដោយមិនឲ្យភូមិដឹងទូយកទឹករបស់ខ្ញុំបូមទឹកពីជ្រោះលើភ្នំតាទឹកនៅទីនោះក៏ជារបស់ភូមិដែរឯងមិនបានសុំច្បាប់ពីភូមិនោះគឺហៅថាលួចទឹកហើយទៅបិទទូយកទឹកវាមកពេលខ្ញុំរៀបចំទូយកទឹកនេះបើពុកហ៊ានកាត់ផ្ដាច់ទឹកខ្ញុំនោះគឺខុសច្បាប់ហើយពុកជាមេភូមិគួរតែដឹងពីផលវិបាកហើយជាអាក្មេងរមិលគុណហ៊ានលួចលាក់ទុកផ្លូវក្រោយជាមួយខ្ញុំគ្រាន់តែទុកផ្លូវក្រោយសម្រាប់ខ្លួនឯងទេពុកខ្ញុំសួរពុកចុះពុកទិញត្រីខ្ញុំតម្លៃ2រៀលកន្លះតើទុកហូបខ្លួនឯងឬយកទៅលក់នៅទីរួមស្រុកជារឿងរបស់ឯងចង់ចេះដឹងធ្វើអីខ្ញុំមិនចង់ចេះដឹងទេតែខ្ញុំចង់ឲ្យពូមីងនៅទីនេះបាននៅច្បាស់តម្លៃ2រៀលកន្លះនេះយកទៅលក់នៅទីរួមស្រុកយ៉ាងហោចណាស់បាន6រៀលចំណេញកណ្ដាលនេះចុងក្រោយចូលហោប៉ៅអ្នកណាមែនហើយលើចំណេញ4រៀលនេះមិនមែនតិចតួចទេត្រី80000គីឡូយ៉ាងហោចណាស់ក៏ចំណេញរាប់សែនដែរ$ទៅត្រីខាងក្រៅលក់យ៉ាងហោចណាស់6រៀលកន្លះឥឡូវ2រៀលកន្លះក៏ទិញបានអញកំពុងជួយសន្សំលុយឲ្យពួកឯងតើវាងជៀនហួរអញសួរឯងជាលើកចុងក្រោយ2រៀលកន្លះលក់ឲ្យភូមិតើឯងលក់ឬមិនលក់ទេល្អណាស់អញមើលទៅបើមិនឃើញក្តាររំជូរឯងមិនស្រក់ទឹកភ្នែកទេទៅវាម៉ាស៊ីនអុកស៊ីសែនវាចោលទៅកាត់ទឹកវាមិនបានតែក៏អាចធ្វើឲ្យត្រីក្នុងស្រះនេះរស់មិនបានដែរគុំកម្រើកពួកលោកកំពុងតែបំពេញច្បាប់ហើយខ្លាចអីគ្រាន់តែម៉ាស៊ីនអុកស៊ីសែនមួយសោះខូចអេងសងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចិត្តណាលើសពី5000រៀលចុះទោសព្រមទាំងបើម៉ាស៊ីនខ្ញុំត្រូវវាខូចត្រី80000គីឡូក្នុងស្រះនេះគិតតាមតម្លៃទីផ្សារ6រៀលតម្លៃជាង500000លោកត្រូវគិតពីផលវិបាកច្បាស់ឯងហ៊ានគំរាមខ្ញុំគ្រាន់តែរំលឹកពុកទេរំលឹកស្អីបើពុកពិតជាវាម៉ាស៊ីនខ្ញុំមែនខ្ញុំមានតែប្តឹងប៉ូលីសហើយឯងខ្លាំងមែនទេបើខ្លាំងឯងប្តឹងទៅសួស្ដីខ្ញុំគឺវាងជៀនហួរជាម្ចាស់ស្រះត្រីនៅខ្ញុំចង់ប្តឹងប៉ូលីសគេកំពុងបំផ្លាញការចិញ្ចឹមរបស់ប៉ូលីសមែនល្អណាស់វាងជៀនហួរចាត់ទុកថាឯងខ្លាំងសេតនហភាពពេលនេះបុកនឹងទឹកដែលហូរចូលពីទូយោឯងយ៉ាងយូរម៉ោង7ព្រឹកស្អែកឯងរងចាំមើលត្រីក្នុងស្រះឯងងាប់អណ្ដែតពុះទៅចុះបងម៉ាប្អូនប្រុសរឿងលិខិតបញ្ជាក់ដោះស្រាយរួចរាល់ហើយឯងយកឯកសារពាក់ព័ន្ធទៅទីរួមស្រុកទៅគឺបានហើយឯងកុំតន់អពេលវេលាមួយថ្ងៃដែលឯងសន្យាពេលនេះសល់តែ5ម៉ោងចុងក្រោយទេឯងកុំធ្វើឲ្យខ្ញុំខកបំណងឲ្យសោះទុកចិត្តចុះបង5ម៉ោងទៀតចូលភូមិមកចាប់ត្រីចុះសេតនហភាពទឹកចាប់ដើមត្រូវប្រញាប់ចាត់ការហើយជៀនហួរមកហើយរឿងរ៉ាវទាំងអស់ថៅកែមកបានប្រាប់ខ្ញុំរួចហើយឯកសារយកមកអស់ហើយមែនទេយកមកអស់ហើយឯកសារទាំង3នេះគ្មានបញ្ហាទេលិខិតបញ្ជាក់មានប្រសិទ្ធភាពថ្ងៃនេះឯកសារផ្លូវការថ្ងៃស្អែកក្រុងនឹងបញ្ជូនមកត្រីរបស់ឯងពេលនេះអាចលក់ចេញតាមផ្លូវច្បាប់បានហើយអរគុណលោកប្រធានលីខ្ញុំគ្រាន់តែធ្វើតាមច្បាប់ប៉ុណ្ណោះឯងមានការអីទៀតលោកប្រធានលីនបើមេភូមិម្នាក់ប្រើអំណាចផ្ដាច់ការលួចកាប់ផ្ដាច់ទឹកអ្នកម៉ៅការបង្ខំឲ្យអ្នកម៉ៅការលក់កសិផលតាមតម្លៃអ្នកណាជាអ្នកចង់ប្រើច្បាប់ជាមួយឪពុកក្មេកខ្ញុំចង់ឲ្យគាត់ដឹងថាផ្លូវនេះអាចដើរបានជៀនហួរឲ្យឪពុកក្មេកឯងធ្វើជាមេភូមិ20ឆ្នាំជាគាត់ធំណាស់បើឯងទៅជាមួយគាត់ខ្លាចតែឯងទេដែលខាត់លោកប្រធានខ្ញុំមិនបានគិតចង់ទៅទេគ្រាន់តែចង់ឲ្យគាត់ដឹងខ្លួនហើយដកថយធ្វើម៉េចឲ្យគាត់ដឹងខ្លួនដកថយទៅនេះជាភស្តុតាងដែលឪពុកក្មេកខ្ញុំគំរាមកំហែងខ្ញុំបងម៉ាចូលភូមិមកចាប់ត្រីមកត្រីចាប់អស់ហើយសរុបគឺ79500គីឡូហើយនឹងអ្វីដែលបងម៉ាលើកនេះរំខានបងហើយនិយាយអីចឹងការនៅតបពេលខ្ញុំរងរបួសឯងជាអ្នកលីខ្ញុំរត់3គីឡូម៉ែត្របញ្ជូនខ្ញុំដល់កន្លែងជីវិតខ្ញុំនេះគឺឯងជាអ្នកឥឡូវខ្ញុំវេលលុយឲ្យឯងកាត់ធនាគារទទួលបានប្រាក់572,200រៀលបងម៉ា6រៀលកន្លះ1គីឡូលុយវេលលើហើយ3ឆ្នាំនេះឯងក៏លំបាកខ្ញុំឃើញផ្ទាល់ភ្នែកហើយត្រីឯងនេះគុណភាពល្អណាស់7រៀល1គីឡូខ្ញុំនៅតែគិតថាអរគុណបងម៉ាបានហើយមេឃចិត្តភ្លឺហើយខ្ញុំត្រូវទៅហើយទំនេរខ្ញុំប៉ាវឯងផឹកម៉ោង7ហើយគួរតែមកដល់ហើយវាងជៀនហួរដល់ម៉ោងហើយបើមិនបើកទ្វារទឹកទេត្រីឯងមួយស្រះនេះច្បាស់ជាងាប់អស់ហើយឯងគិតយ៉ាងម៉េចហើយឯងគ្រាន់តែចុះញ៉ាំពុកបន្តិចត្រីឲ្យពុកទៅយើងនៅតែជាគ្រួសារតែមួយតើត្រីត្រូវខ្ញុំលក់អស់ហើយស្អីគេមិននឹងអាចទៅរួចឯងលក់ត្រីតាំងពីពេលណាមុនពេលមេឃភ្លឺលក់បានតម្លៃប៉ុន្មាន7រៀល1គីឡូល្អណាស់អាក្មេងរមិលគុណស៊ីចុករបស់ភូមិព្រោះតែលុយចំណេញ4រៀលកន្លះហ៊ានលួចលក់ត្រីចេញទាំងយប់អញចាំមើលថ្ងៃក្រោយឯងមានមុខអីទៅជួបអ្នកភូមិជៀនហួរឯងឆាប់ទៅតាមយកត្រីមកវិញមកហើយសុំទោសពុកទៅគាត់ច្បាស់ជាអត់ទោសឲ្យអញហើយនេះជាត្រីខ្ញុំចង់លក់ឲ្យអ្នកណាក៏បានខ្ញុំរឹតតែមិនសុំទោសហ្វាងមិនបាច់និយាយច្រើនជាមួយអាក្មេងរមិលគុណនេះទេបើគ្មានបញ្ជារបស់អញចាំមើលវាដឹកត្រីចេញពីភូមិយ៉ាងម៉េចមេភូមិសេពដឹងហើយមានក្បួនឡានមួយទៀតចេញតាមផ្លូវតូចក្រោយភ្នំធ្វើអីមិនឆាប់ឲ្យគេទៅបិទផ្លូវតូចក្រោយភ្នំភ្លាមទៅមេភូមិទុកចិត្តបានបញ្ជូនគេទៅហើយហមវាងជៀនហួរក្នុងនៅពេលដែលអញមិនបានត្រីរបស់ឯងក៏កុំសង្ឃឹមថាដឹកចេញពីភូមិនេះបានដែរបងម៉ាប្អូនប្រុសក្បួនឡានខ្ញុំត្រូវគេស្ទាក់តាមផ្លូវចេញពីភូមិមិនបងម៉ាទុកចិត្តចោះខ្ញុំនឹងដោះស្រាយភ្លាមអូនប្រុសឯងត្រូវប្រញាប់បន្តិចណាលោកប្រធានលីនជៀនហួររឿងសម្លេងថតនោះគណៈកម្មការភូមិបានបើកអង្គប្រជុំពិភាក្សាចង់សួរពីគំនិតរបស់ឯងលោកប្រធានតើលោកអាចមកផ្លូវតូចក្រោយភ្នំបន្តិចបានទេផ្លូវតូចក្រោយភ្នំហោជៀនហួរនៅទីនោះមានរឿងអីឪពុកក្មេកខ្ញុំនាំគេទៅបិទផ្លូវតូចក្រោយចង់រារាំងមិនឲ្យក្បួនឡានដឹកទំនិញចេញពីភូមិហ៊ានក្បត់ច្បាប់ផងហ៊ានបិទផ្លូវជាសាធារណៈនេះវាជាទង្វើចោលផ្លាស់ច្បាប់ខ្ញុំនឹងប្រញាប់ទៅផ្លូវតូចក្រោយភ្នំឥឡូវនេះឃាតកម្មហើយឆាប់មកជួយផងអ្នកមីងកុំទម្លាក់កំហុសឲ្យគេឡានខ្ញុំនេះមិនបានបុកមីងតតែសោះយកភ្នែកមួយណាទៅមើលថាឡានឯងមិនបានបុកអញ
មានរឿងអីមេភូមិត្រូវតែរកយុទ្ធធម៌ឲ្យខ្ញុំណាវាបើកឡានបុកខ្ញុំហើយនៅមិនព្រមទទួលស្គាល់ទៀតថែមទាំងថាខ្ញុំទម្លាក់កំហុសឲ្យវាទៀតខ្ញុំអុយជង្គង់របស់ខ្ញុំឲ្យចង្កេះរបស់ខ្ញុំឲ្យល្អណាស់បុកអ្នកភូមិយើងហើយនៅមិនព្រមទទួលស្គាល់ទៀតស្មានតែអ្នកភូមិយើងងាយរងគ្រោះមែនទេខ្ញុំពិតជាមិនបានបុកមនុស្សមែនគាត់ធ្វើជាដួលខ្លួនឯងដើម្បីទារលុយទេនិយាយឈួតបើឯងមិនបានបុកមិនក៏គាត់អាចដួលទៅបានឯងឃើញប្រជាជនយើងងាយរងគ្រោះមែនទេបងប្អូនអ្នកភូមិនាំគ្នាចាប់ផ្ដើមទៅចាប់អាជនបង្កនេះមកវីឡានវីចោលទៅឈប់សិនប្អូនប្រុសឯងមកដល់ហើយសុំទោសបងម៉ាដែលនាំរឿងរញ៉េញ៉ៃដល់បងរឿងរញ៉េញ៉ៃមិនសំខាន់ទេតែមួយគេកំពុងប្រញាប់ទារអីវ៉ាន់ហើយបើមិនប្រញាប់ដឹកត្រីទៅឲ្យគេលេងយកហើយនេះខាត់បងរាប់លានឯណោះណាទុកចិត្តចុះបងរឿងនេះទុកឲ្យខ្ញុំដោះស្រាយអូនប្រុសឯងត្រូវប្រញាប់ពេលវេលាបន្តិចហើយអ្នកមីងតាមីងមិនស្រួលខ្លួនត្រង់ណាជង្គង់របស់ខ្ញុំចង្កេះរបស់ខ្ញុំត្រូវវាបុករបួសអស់ហើយអ្នកមីងជង្គង់និងចង្កេះមីងរបួសចុះមីងយកដៃខ្ទប់ពោះធ្វើអីអំបញ្ញមិញខ្ញុំខ្ទប់ខុសកន្លែងមិនបានទេអីពិតជាបានប៉ុន្តែខ្ញុំចង់រំលឹកអ្នកមីងមួយម៉ាត់យោងតាមច្បាប់ការធ្វើពុតជាគ្រោះថ្នាក់ដើម្បីទារប្រាក់ត្រូវជាប់ពន្ធនាគារក្រោម3ឆ្នាំបើធ្ងន់ធ្ងរត្រូវជាប់ពី3ឆ្នាំដល់10ឆ្នាំវ៉ាងជីនហួរឯងកុំយកច្បាប់មកសង្កត់ពួកយើងគិតថាពួកយើងមិនយកច្បាប់មែនទេខ្ញុំគ្រាន់តែមានបំណងល្អរំលឹកទេមេភូមិគិតយ៉ាងម៉េចទៅកុំខ្លាចអីយ៉ាងណាវាក៏គ្មានភស្តុតាងដែរព្រមមានឯងលុះត្រាតែឯងអាចយកភស្តុតាងមកបញ្ជាក់បានអញ្ចឹងទេថ្ងៃនេះរឿងមិនចប់ទេត្រីប៉ុន្មានឡានរបស់ឯងនេះត្រូវតែរលួយនៅទីនេះទាំងអស់កាមេរ៉ាសុវត្ថិភាពនោះបានថតសកម្មភាពទាំងអស់ទុកធ្វើជាភស្តុតាងហើយ